ជប៉ុនថាខ្លួនកំពុងតែតាមដានយ៉ាងស្អិតរឿងអាមេរិកបើកយុទ្ធនាការកម្ចាយតុលាការព្រំដែនអន្តរជាតិ ICC ដែលជនជាតិជប៉ុនជាប្រធានតុលាការនេះបាទនេះគឺជាប្រវត្តិសាស្ត្របងប្អូននៅក្នុងពិភពលោកគឺជប៉ុនអត់ដែលមានចៅក្រមឬក៏ប្រជាពលរដ្ឋជប៉ុនដែលជាប្រធានរបស់តុលាការព្រំដែនអន្តរជាតិ ICC នេះណាហើយដូច្នេះនៅក្នុងន័យនេះគឺនៅពេលដែលជប៉ុនឬអាមេរិកចាប់ផ្ដើមធ្វើយុទ្ធនាការកម្ចាយកំទេចតុលាការព្រំដែនអន្តរជាតិនេះឲ្យខាងតែបានជាលក្ខណៈជាតិគឺជប៉ុនចាប់ផ្ដើមប្រយ័ត្នប្រយែងព្រោះជប៉ុនគឺជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចជាមួយអាមេរិកដែរក៏ប៉ុន្តែរឿងនេះអាមេរិកធ្វើជាមួយតុលាការព្រំដែនអន្តរជាតិនេះគឺជារឿងនយោបាយទេរឿងបច្ចេកទេសធ្វើអីតុលាការនេះអត់បានទេហេតុអីបានជាអាមេរិកធ្វើរឿងនេះឲ្យខ្ញុំចាត់ទុកថាជារឿងនយោបាយអាមេរិកមិនអាចធ្វើចាត់ការតុលាការនេះបានព្រោះតុលាការនេះគឺជាស្ថាប័នឯករាជ្យក្របខ័ណ្ឌអង្គការសហប្រជាជាតិហើយអ្វីដែលអាមេរិកធ្វើតុលាការនេះអត់បានហ្នឹងគឺអញ្ចេះឥឡូវខ្ញុំនិយាយសាវតាហ្នឹងខ្លីបន្តិចដើម្បីកុំឲ្យបងប្អូនអត់ដឹងថារឿងហ្នឹងយ៉ាងម៉េចម្សិលមិញម្សិលមួយថ្ងៃនេះគឺទាំងក្រសួងយុតិធធម៌អាមេរិកទាំងក្រសួងការបរទេសអាមេរិកលោក Marco Rubio បានចេញសេចក្តីថ្លែងការណ៍ប្រកាសគឺរំលាយអង្គការចាត់តាំងរបស់តុលាការព្រំដែនអន្តរជាតិនេះឲ្យខាងតែបានតាមរយៈការផ្ដាច់លុយតាមរយៈការធ្វើទុកបុកម្នេញដល់ចៅក្រមឬក៏មន្ត្រីតុលាការនេះឲ្យប្រទេសសម្ព័ន្ធមិត្តហាមទិដ្ឋាការឬដាក់ទណ្ឌកម្មអីយ៉ាងម៉េចធ្វើឲ្យស្ថាប័ននេះគឺយ៉ាប់ដោយសារអីដោយសារតែតុលាការនេះចង់ស៊ើបអង្កេតផ្ដន្ទាទោសទៅហ៊ានអាមេរិកឬក៏មេដឹកនាំអាមេរិកដែលឈ្លានពានអាហ្វហ្គានីស្ថានយូរហើយឥឡូវនេះដល់រឿងអ៊ីរ៉ង់ទៀតចឹងអាមេរិករៀងផ្អើលដែរព្រោះអ៊ីរ៉ង់នេះជាអំពើឈ្លានពានដែនអធិបតេយ្យរដ្ឋបរទេសទេណាបើតាមច្បាប់គឺអាមេរិកធ្វើអត់ត្រូវទេគាត់ថាតាមសិលធម៌គឺយើងទៅរំលាយអង្គការចាត់តាំងរបស់ប្រទេសផ្ដាច់ការដើម្បីយកសិទ្ធិសេរីភាពឲ្យប្រជាពលរដ្ឋវិញក៏វាល្អដែរប៉ុន្តែច្បាប់ទម្លាប់យើងមិនមែនចេះតែដើរធ្វើអញ្ចឹងស្រេចចិត្តទេអាមេរិកធ្វើត្រូវក្នុងន័យថាជួយឲ្យប្រទេសអ៊ីរ៉ង់ប្រជាពលរដ្ឋមានសិទ្ធិមនុស្សប្រជាធិបតេយ្យឡើងវិញពីរួចពីកញ្ញាំជនផ្ដាច់ការប៉ុន្តែខុសត្រង់ថាការឈ្លានពានរដ្ឋបរទេសនេះគឺអត់ត្រូវតាមច្បាប់អន្តរជាតិទេអញ្ចឹងអាមេរិកក៏ភ័យខ្លួនដែរព្រោះតុលាការនេះបើឯករាជ្យបែបនេះគឺអាចបើកការស៊ើបអង្កេតដើម្បីចាប់ទាហានអាមេរិកយកទៅផ្ដន្ទាទោសបានឬក៏មេដឹកនាំដែលបញ្ជាឲ្យឈ្លានពានរដ្ឋបរទេសនេះព្រោះតុលាការនេះមានសមត្ថកិច្ចអាមេរិកមិនមែនជាសមាជិកមែនក៏ប៉ុន្តែគេធ្លាប់កាត់ទោសឲ្យតែរឿងហ្នឹងកើតឡើងក្នុងដែនដីដែលជាសមាជិករបស់តុលាការព្រំដែនអន្តរជាតិដោយសារដឹងរឿងនេះឯងអាមេរិកគេថាឲ្យតែតុលាការនេះស៊ើបអង្កេតអីក៏ដោយគឺវាប៉ះពាល់ដល់អធិបតេយ្យរបស់អាមេរិកប្រព័ន្ធតុលាការអាមេរិកវាប៉ះពាល់ដល់ទឹកចិត្តរបស់កងទ័ពអាមេរិកទៀតព្រោះតែឮតែវាយអីឆ្លៀនពៀនទៅប្រទេសដទៃហើយគេអាចចាប់បានអញ្ចឹងទាហានអាចបាក់ទឹកចិត្តមេបញ្ជាការអាចឈប់ទទួលបញ្ជាពីកងទ័ពព្រោះអីកុំថាឡើយតុលាការព្រំដែនអន្តរជាតិសំបីតែប្រព័ន្ធសហរដ្ឋអាមេរិកនេះគឺសភាគេក៏គេបោះឆ្នោតអនុម័តទៅមួយអាទិត្យមុនដែរប្រាប់ថាអត់ឲ្យលោកត្រាំទៅធ្វើសង្គ្រាមដែលអត់សមរដ្ឋសភាគេទេព្រោះជាអំពើឈ្លានពានខុសច្បាប់រដ្ឋធម្មនុញ្ញអាមេរិកទៀតអញ្ចឹងអាមេរិកវាហាក់បីដូចជាទាល់ច្រកច្រើនយ៉ាងដែររដ្ឋបាលលោកត្រាំណាបើយើងនិយាយឲ្យមែនតើឲ្យតាមតត្ថភាពជាក់ស្ដែងគាត់ខំប្រឹងធ្វើដើម្បីរំដោះអ៊ីរ៉ង់ចេញពីពួកផ្ដាច់ការមែនក៏ប៉ុន្តែអំពើគាត់ហ្នឹងគឺរងការរាំងស្ទះដោយសារវាខុសច្បាប់ច្រើនពេកអញ្ចឹងទៅបានជាគេចេះតែទប់ហ្នឹងដល់ទប់ឥឡូវដើម្បីជាការលើកទឹកចិត្តកងទ័ពដើម្បីឲ្យសង្គ្រាមហ្នឹងកាន់តែទៅទៀតឲ្យអាមេរិករួចខ្លួនគឺបានជាចេញការវាយប្រហារទៅខាងស្ថាប័ននេះប៉ុន្តែអត់ជោគជ័យទេបងប្អូនហេតុអីបានខ្ញុំថាអត់ជោគជ័យវាអាចថាវាធ្វើឲ្យអាមេរិកហ្នឹងគឺស្អំចិត្តប្រជាពលរដ្ឋខ្លួនឯងនិងកងទ័ពខ្លួនឯងប៉ុន្តែឲ្យជោគជ័យលើតុលាការព្រំដែនអន្តរជាតិនេះអត់ទេដោយសារតែតុលាការនេះជាស្ថាប័នឯករាជ្យហើយបានលុយមកពីណាបងប្អូនសំណួរសួរថាបើស្ថាប័ននេះដួលគឺតតែដាច់លុយតើលុយបានមកពីណាដើម្បីឧបត្ថម្ភស្ថាប័ននេះបងប្អូនស្ថាប័នតុលាការព្រំដែនអន្តរជាតិនេះណាមានទឹកប្រាក់ដែលត្រូវការបើកមួយឆ្នាំត្រូវចាយលុយ$210 លានលុយនឹងបានមកពីណាចម្លើយគឺខ្លីលុយបានពីសមាជិករបស់អង្គការតុលាការព្រំដែនអន្តរជាតិ ICC នេះទាំង125ប្រទេសសពថ្ងៃនេះប្រទេសនៅលើពិភពលោកមាន200ណាបងប្អូន
មានតែ125ប្រទេសទេដែលជាសមាជិករបស់តុលាការព្រហ្មទណ្ឌអន្តរជាតិនេះប៉ុន្តែមិនមែនបានន័យថាគេអត់អាចកាត់ទោសបានប្រទេសដែលជាមិនមែនសមាជិកទេឲ្យតែអ ுக ្រិតកម្មហ្នឹងកើតឡើងក្នុងដែនដីរដ្ឋជាសមាជិកគឺអ្នកណាមិនជាសមាជិកក៏ដោយអ្នកឯងតែប្រព្រឹត្តក្នុងរដ្ឋជាសមាជិកគឺកាត់ក្តីបានទាំងអស់ហើយយកបុគ្គលដែលជាមេបញ្ជាការយកទៅផ្ដន់ទាទោសអញ្ចឹងហើយលុយ210លានដុល្លារក្នុងមួយឆ្នាំនេះគឺបានមកពីប្រាក់សមាជិកនឹងឯងកម្ពុជាត្រូវបង់លុយទៅអង្គតុលាការព្រហ្មទណ្ឌអន្តរជាតិនឹងរាល់ឆ្នាំណាបងប្អូនយើងជាសមាជិកយើងបង់តាមសទ្ធាឬក៏តាមកម្រិតនៃសេដ្ឋកិច្ចរបស់ខ្លួនអ្នកច្រើនបង់ច្រើនអ្នកតិចបង់តិចគឺគេមើលតាមទំហំសេដ្ឋកិច្ចអ្នកណាចង់បរិច្ចាគថែមក៏បានដែរអញ្ចឹងត្រូវចាំថាកម្ពុជាសពថ្ងៃហ្នឹងបង់លុយទៅតុលាការព្រហ្មទណ្ឌអន្តរជាតិហ្នឹងអញ្ចឹងយើងអត់ប្រើគេសោះនេះយើងបង់លុយរាល់ឆ្នាំយើងអត់ដឹងថាបង់ប្រមាណទេប៉ុន្តែបង់រាល់ឆ្នាំយើងដើម្បីខ្លាយទៅជាសមាជិកគេគឺយើងត្រូវបង់លុយហើយអត់ប្រើអាលុយដែលបង់ហើយហ្នឹងអត់ព្រមប្តឹងទៅឲ្យគេចាត់ការយើងនៅតែវៀងចុះវៀងឡើងវៀងចុះវៀងឡើងជាមួយថៃខ្ញុំឆ្ងល់មែនតើប៉ុន្តែអ្នកដែលបង់លុយច្រើនជាងគេជួយគឺជប៉ុននេះឯងជប៉ុននេះបង់ច្រើនណាស់បងប្អូននៅក្នុង210លានដុល្លារនេះជប៉ុនបង់ប្រហែលជា30លានដុល្លារជាប្រាក់បរិច្ចាគគេជួយហ្មងក្រៅពីជប៉ុនគឺអាល្លឺម៉ង់ក៏11%ដែរប្រហែលជា20លានជាងដែរបារាំងក៏ជួយប្រហែលជា8.5%ហ្នឹងប្រហែលជា8-9លានដែរមួយឆ្នាំក្រោយមកមានចក្រភពអង់គ្លេស8% 7-8លានហ្នឹងអ៊ីតាលី6% 6-7លានហ្នឹងឬក៏ផ្សេងទៀតហ្នឹងគឺមានសៅកូរ៉េខាងត្បូងកាណាដាអេស្ប៉ាញអីហ្នឹងសុទ្ធតែជួយច្រើនដែរតែប្រទេសដទៃទៀតតាមសមាជីវោតាមសទ្ធាតែជប៉ុនដោយសារតែគាត់យើងឃើញជប៉ុនបង់លុយជួយតឡាការនេះច្រើនហើយឥឡូវប្រធានតឡាការនេះគឺជាចៅក្រមរបស់ជនជាតិជប៉ុនទៅទៀតអញ្ចឹងបានជប៉ុនគេថាគេប្រយ័ត្នប្រយែងគេមើលតាមដានយ៉ាងយកចិត្តទុកដាក់ក៏ប៉ុន្តែបងប្អូនដូចខ្ញុំនិយាយចឹងអាមេរិកទៅរំលាយស្ថាប័ននេះអត់ប្រយោជន៍ទេអត់បានជោគជ័យទេដោយសារអីតឡាការព្រហ្មទណ្ឌអន្តរជាតិអត់ត្រូវការលុយពីសហរដ្ឋអាមេរិកទេព្រោះអាមេរិកអត់មានសមាជិកផងហ្នឹងថៃក៏មិនមែនជាសមាជិករុស្ស៊ីក៏មិនមែនជាសមាជិកអ៊ីស្រាអែលក៏មិនមែនជាសមាជិកតែតឡាការនេះចេញដោយការចាប់ខ្លួនលោកពូទីនចាប់លោកប៊ិនយ៉ាមីននេតាន់យ៉ាហ៊ូរបស់អ៊ីស្រាអែលរបស់ស៊ូដង់ផ្សេងទៀតមកកណោក៏ដឹកពួកអីតឡាការគេឯករាជ្យបាទនេះខ្ញុំគាត់តែបញ្យល់បងប្អូនត្រួសអំពីរឿងតឡាការនេះខ្ញុំឆ្លេះត្រឹមប៉ុណ្ណឹង